សួស្តីបងប្អូនទាំងគ្នាអ្នកស្នេហាវិទ្យាថ្ងៃនេះយើងមានបង្ហាត់មួយដែលទាក់ទងទៅនឹងបង្គំ resistance ណាបង្គំ resistance ដូចរូបនេះអញ្ចឹងនៅក្នុងប្រធានបទយើងគឺរក resistance សមមូលណា គុយបែរថាចន្លោះ resistance សមមូលនៅពីចន្លោះណាពី A មកដល់ B នេះតើ resistance សមមូលស្មើប៉ុន្មានអញ្ចឹងយើងមាន resistor យើងមកនៅក្នុង sequence យើងនេះណានៅក្នុង sequence វាមាន resistor R1 R2 R3 រហូតទៅដល់ R7 ណា R10 អីចឹងទៅសួរថាយើងដោះស្រាយបែបម៉េចណាយើងដោះស្រាយបែបម៉េចអញ្ចឹងយើងមើលដំណោះស្រាយទាំងអស់គ្នាណាចំពោះ slide ទី2ឥឡូវយើងមើលបន្តណាចំពោះនៅក្នុងនេះណាយើងមើល resistance របស់យើងណា resistance របស់យើង O8 និង O ម៉ានណានិង O10 យើងឃើញបង្គំនេះគឺ series circuit នោះមិនតជា series ណាតជា series កាលណាតជា series អញ្ចឹងចរន្តវារត់មិនរត់ឆ្លងកាត់ខ្សែតែមួយអញ្ចឹងយើងបូក resistance បញ្ចូលគ្នាមកអញ្ចឹងយើងបាន12 អូមណា12 អូមនេះយើងបានរូបមុនណាបូកចូលគ្នាមក2 10ហើយយើងយក series R8 R10 ហ្នឹងគុំជាខ្នែងជាមួយនឹង R9 parallel circuit នេះអាហ្នឹងគឺបង្គំជាខ្នែងអញ្ចឹងយើងគុំជាខ្នែងមកតាំងម្ដុំហ្នឹងតាំងដោយ RA នេះតាំងដោយ RA តាំងដោយ RA អញ្ចឹងអាហ្នឹងយើងគុំជាខ្នែងមែនទេបើគុំជាខ្នែងយើងបោះទៅយើងបាន R9 គុណនឹង R8 បូក R10 ដោយសារតែ R8 R10 ហ្នឹងយើងគុំជា series ហើយមែនទេអញ្ចឹងចែកជាមួយ O9 O8 O10 មកយើងបាន4អូមអញ្ចឹងម្ដុំនេះម្ដុំ3 resistor នេះគេ resistor នេះបាន4អូមណាម្ដុំហ្នឹងណា resistor សមមូលឯនេះតមកទៀតណាតទៅទៀតយើងយក RA ហ្នឹងណាយើងយក RA ហ្នឹងទៅយកមកទៀតយក RA ជាមួយនឹង R7 និង R6 គុំជាខ្នែង parallel ម្ដុំហ្នឹងយើងគុំជាខ្នែងបញ្ចូលគ្នាណាបានន័យថា RA បូក R7 មិញយើងគុំជាសេរីមិញណា R7 គុំជាសេរីបាន12អូមឃើញ210អូមអាកន្លែងនេះវាបាន210អូមណា210អូមតើណា210អូមបន្តមកទៀតយើងយកក្រុមហ្នឹង210អូមនោះទៅយ៉ាងម៉េចគុំជាខ្នែងជាមួយនឹង R មក R6 នេះអានេះឥឡូវយើងមើលបន្តណាយើងបានគុំជាខ្នែងមកយើងបូកដកគុណចែកមកបូកដកគុណមកចែកមកយើងបាន RB ម្ដុំវិញលោកគ្រូតាំង RB អញ្ចឹងយើងបាន4អូម4អូមបន្តមកទៀតយើងមើលលើរូបមិញ4អូមហ្នឹងគ្រូតាំងដោយ RC នេះ RC ហ្នឹងគឺ resistance តាំង RC យើងស្អីយើងតាំងយើងតាំង R1 2 3 4ក៏បានដែរឥឡូវយើងមើល RC យើងគុំជាអីបាទគុំជាមួយនឹង R5 នេះម្ដុំហ្នឹងមិញណាម្ដុំទាំងអស់តាំងដោយ RC ដល់ពេល RB មិញនេះគឺគុំជា series ជាមួយនឹងអី series ជាមួយ R5 អញ្ចឹងយើងបាន4បូក4នេះវាប្រហែល8អូមអញ្ចឹង8អូមគុំជាខ្នែងជាមួយនឹង R4 អញ្ចឹងម្ដុំនោះតាំងដោយ RC ណាអញ្ចឹងយើងទទួលបានអីតទៀតចាំមើលណាយើងបានអីទៀតឥឡូវយើងបានបូកបញ្ចូលនេះវិញវាបាន4ណា8អញ្ចឹង8 64ចែកជាមួយនឹងប្រមាណទៀត16បាន4ណាណាចឹងបាន4អូមអញ្ចឹងម្ដុំវិញគាត់តាំងដោយ RC ហើយ RC នេះ RC ជាមួយនឹងR3 របស់យើងនេះយើងបានសល់ប៉ុណ្ណេះ R3 នេះគុំជាអីឡើយនេះម្ដុំហ្នឹងគឺ series យក R3 និង RC ហ្នឹងគឺគុំជាមួយនឹង R2 ឃើញខ្នែងវាថ្នាំងវាតែមួយអានេះថ្នាំងតែមួយអញ្ចឹងយើងគុំវាជាខ្នែងម្ដុំនេះគឺ parallel circuit គឺគុំជាខ្នែងម្ដុំហ្នឹង
chẳng dương nó so lại mà đồng cái tàng lại đề chẳng đề dương nó mơ thôi dương mơ to tiền đề dương chùm mùi nâng mùi khơi hà sai tầm mùi á sai cho làm slot cắt tầm mùi á em slot cắt bạn này em về stick khí cái to chia sẻ đi được này bộ một bạn đọc ồn chỉ trong cào dương khơi ta cho là bấy resistance sẵn mùi dương đang nên đầm lại được dương này cứ đọc ồn លើបើសិនជាបងប្អូនមានចង្អុលឯណាទៀតបងប្អូនអាចខមមិនសួរក្នុងណាទៅធំបើលោកគ្រូគឺរៀន basic subscribe ឲ្យលោកគ្រូមកហើយចង់បានលំហាត់អីផ្សេងៗទៀតឈប់មិនចូលក្នុង YouTube ចឹងបាទ